វោសាមិនធម្មតាស្ត្រីម្នាក់នៅអូយ៉ាដាវត្រូវកម្លាំងអង្គការការពារប្រជាសត្វព្រៃប្រមាទៀតចាក់បង្ក្រាបពាក់ព័ន្ធជួញដូរសត្វព្រៃចិត្តផុតពូជខេត្តរតនគិរីស្ត្រីម្នាក់ដែលត្រូវបានគេស្គាល់ឈ្មោះជាឈ្មួញទិញលក់សត្វព្រៃយ៉ាងសកម្មប្រចាំតំបន់ភូមិអុនឃុំលំជ័រស្រុកអូយ៉ាដាវត្រូវបានកម្លាំងអង្គការការពារព្រៃឈើសត្វព្រៃនិងបរិស្ថានដែលដឹកនាំដោយលោកកងសមនស្ទាក់ខត់ខ្លួននិងបង្ក្រាបបានខណៈកំពុងពាក់ព័ន្ធសកម្មភាពជួញដូរនិងដឹកជញ្ជូនសត្វព្រៃដែលជាប្រភេទសត្វកំពុងរងការគំរាមកំហែងនិងចិត្តផុតពូជនោះប្រតិបត្តិការបង្ក្រាបនេះធ្វើឡើងកាលពីថ្ងៃទី12ខែមិថុនាឆ្នាំ2026វេលាម៉ោងប្រមាណ12ថ្ងៃត្រង់ដោយកម្លាំងអង្គការការពារព្រៃឈើសត្វព្រៃលោកកងសមនបានបញ្ជាក់ប្រាប់មកអង្គភាព WCV នៅព្រឹកថ្ងៃទី13មិថុនានេះថាជនសង្ស័យមានឈ្មោះសំមេតភេទស្រីអាយុ56ឆ្នាំជនជាតិខ្មែរមានទីលំនៅភូមិអុនឃុំលំជ័រស្រុកអូយ៉ាដាវខេត្តរតនគិរីមុខរបរលក់ដូរហើយតាមប្រភពពីសមត្ថកិច្ចវត្ថុតាងដែលដកហូតបានរួមមានសត្វតកួតរស់ចំនួនជាង20គីឡូក្រាមសត្វកាំប្រមាងាប់ចំនួន2ក្បាលស្មើនឹង8គីឡូក្រាមម៉ូតូចំនួន1គ្រឿងក្រោយការខុតខ្លួននិងធ្វើកំណត់ហេតុរួចកម្លាំងអង្គការបានប្រកល់ជនសង្ស័យនិងវត្ថុតាងទាំងអស់ទៅមន្ត្រីបរិស្ថានដែនជំរកសត្វព្រៃស្នាក់ការយ៉ាម៉ាយស្រុកលផាត់ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ប្រភពដដែលបញ្ជាក់ថាមន្ត្រីឧទ្យានុរក្សប្រចាំស្នាក់ការរងយ៉ាម៉ាយដែលទទួលបន្ទុកកសាងសំណុំរឿងរួមមានលោកធុកចន្ទធីនិងលោករុនណៃបានរៀបចំឯកសារនិងបញ្ជូនជនសង្ស័យព្រមទាំងវត្ថុតាំងទៅកាន់ស្នាក់ការដែនជំរកសត្វព្រៃលផាត់ដើម្បីអនុវត្តបន្តតាមផ្លូវច្បាប់ការបង្ក្រាបខាងលើត្រូវបានមហាជនមើលឃើញថាជាវិធានការចាំបាច់និងយឺតពេលផងដែរក្នុងការទប់ស្កាត់បទល្មើសជួញដូរសត្វព្រៃដែលបានកើតឡើងយ៉ាងរាលដាលអស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះប្រជាពលរដ្ឋមួយចំនួនលើកឡើងថានេះជាទូរនទីស្នូលរបស់មន្ត្រីឧទ្យានុរក្សក្នុងការការពារនិងអភិរក្សធនធានធម្មជាតិនៅក្នុងដែនជម្រកសត្វព្រៃលផាត់ប៉ុន្តែជាក់ស្ដែងបទល្មើសព្រៃឈើនិងការបរបាញ់សត្វព្រៃវាហាក់កើតមានដោយចំហខណៈធនធានធម្មជាតិជាច្រើនត្រូវបានបំផ្លាញស្ទើរតែខ្ទេចទាំងស្រុងមហាជនបានចោទជាសំណួរថាបើមន្ត្រីជំនាញអនុវត្តទូនាទីបានតឹងរឹងនិងមានប្រសិទ្ធភាពតែហេតុអ្វីបានជាព្រៃឈើនិងសត្វព្រៃនៅក្នុងដែនជម្រកលផាត់រងការវិនាសអស់យ៉ាងធ្ងន់ធ្ងរបែបនេះការរិះគន់ក៏បានផ្ដោតទៅលើភាពធូររលុងនិងការខ្វះការទទួលខុសត្រូវរបស់មន្ត្រីពាក់ព័ន្ធដែលត្រូវបានគេថាអាចជាមូលហេតុធ្វើឲ្យបទល្មើសនៅតែបន្តកើតមានដោយគ្មានការខ្លាចញញើតច្បាប់គួតចូល20-30គីឡូទៅគួតទេប្រមាទៀតហ្នឹងគាត់ដឹកមកពីខាងយើងកែងសាន់កែងសាន់រាយការណ៍ដោយលីវណ្ណៈ WCV